ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះវ៉ាងកុងហេងមកពីក្រុម A10 ថ្ងៃនេះដែរខ្ញុំមកសាប់មានការងារមួយដែលនិយាយអំពីភាព command អញ្ចឹងដើម្បី submit ការងារនឹងបានលោកគ្រូតម្រូវឲ្យប្រើប្រាស់ SH ដើម្បី remote ចូលទៅអញ្ចឹងឥឡូវ IP ខ្ញុំ 192.168.91.114 អញ្ចឹងខ្ញុំ connect ចូល SH សិនpassword ចឹងឥឡូវខ្ញុំ connect ចូលហើយខ្ញុំ clear ចោលមួយសិនចឹងនេះ requirement ដើម្បី submit ការងារនឹងបានគឺយើងមាន3 requirement ទី1គឺ show username ចឹងshow username យើងប្រើ command មួយគឺ who am I យើងជាអ្នកណាចឹងនេះ username របស់ខ្ញុំគឺវ៉ាងកុងហេងតមកយើង list ហើយយក3 line ចឹងយើង list ហ្នឹងយើងគ្រាន់តែធម្មតាបើយើងចង់ list ថាយើងមាន file folder ប៉ុន្មានយើងប្រើ ls -la តែវាមានច្រើនមែនតើចឹងដើម្បីយកតែ3 line នេះគឺយើងប្រើ ls -la ទៅដែរតែយើងប្រើ pip យើងប្រើ pipe អញ្ចឹងយើង list មកយើងវាយ head ហើយយើងដក3អញ្ចឹងវាចេញមកតែ3លើនេះទេយើងចង់ដក4គឺវាចេញ4អីយើងអាចបានវា4ចឹងហ្នឹងចំពោះ requirement ទី2ចំពោះ requirement ទី3គឺយើងបង្កើត file មួយហើយយើង write text ទៅក្នុង file ហ្នឹងឲ្យបានច្រើនចឹងទៅហើយបន្ទាប់មកយើង list វាឲ្យចេញតែ3 line ចឹងដើម្បីបង្កើត file បាន file ខ្ញុំគឺខ្ញុំមាន pip file មួយ pip file ចឹងខ្ញុំចង់បង្កើត pip file 2ចុះចឹងខ្ញុំវាយ vim pip file 2យ៉ាងទៅហើយខ្ញុំដាក់ចេះខ្ញុំ enter តមកដល់កន្លែងនេះយើងចុច I ដើម្បី insert តមកយើង insert text ចូលទៅ hello ហើយ city student school home សួស្តីគ្រប់ចឹងខ្ញុំចង់ insert text ចូលតែប៉ុណ្្នឹងទេដើម្បី save ឬក៏យើងចេញពីហ្នឹងយើងគ្រាន់តែចុច escape ចុច2ហើយយើងវាយ Q និងយើង enter ចឹងវាចេញមកវិញអញ្ចឹងដើម្បីដឹងថា text ដែលយើងបង្កើតនៅក្នុង file 2ហ្នឹងមានអីគេខ្លះយើងវាយ cat ហើយយើង file 2អូអត់បានដាក់ដក text នេះមិញយើង enter ចឹងនេះវាមានប៉ុណ្ណឹងចឹងឥឡូវខ្ញុំចង់បង្កើត pipe file នេះដាក់ dot text ចឹងខ្ញុំប្រើ command vim pipe file 2 dot txt មកខ្ញុំចុចអក្សរ I insert ម្ដងទៀត insert hello student school class group home ទៅរៀនចឹងទៅដើម្បីចេញយើងចុច escape យើងចុច2ម្ដងទៀតយើងចុចWQ ហើយ enter តោះមកយើងlist វាម្ដងទៀតយើង list វាយើងគ្រាន់តែចុច cat pip file tool.txt នេះមកចឹងអា pip file tool នេះយើងចុចប៉ុណ្្នឹងហើយយើង enter ទៅតោះមកយើងចង់ list ជា line យើងសូវាជា3 line យើងគ្រាន់តែប្រើ command នោះគឺ cat អានេះដដែលគ្រាន់តែយើងថែមបន្តិចគឺយើងថែម pipe ហើយយើងថែម nl ដកគ្នា pipe មួយទៀត head ហើយយើងដាក់ដក3ហើយយើង enter ចឹងកន្លែង nl នេះគឺយើង list វាជា line ចឹង enter មកមាននេះ
ចឹងអរគុណលោកគ្រូដែលបានមើលវីដេអូមួយនេះ